សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model steel column អញ្ចឹងយើងចូលមក steel យើង double click ទៅលើ column អញ្ចឹងវានឹងលុបផ្ទាំងមកខាងស្ដាំនេះឲ្យយើងបន្តទៀតយើងចូលមក profile យើងរើស profile ដែកណាដែលយើងចង់ model អញ្ចឹងខ្ញុំនឹងចូលមកវាបន្តទៀតខ្ញុំចូលមក e profile ខ្ញុំរើសយកដែក h បន្តទៀតខ្ញុំនឹងរើស section មួយដែលខ្ញុំចង់ model យើងចូលមក800 900នេះអញ្ចឹងយើងមាន section មួយនេះ800គុណឲ្យ300 14គុណឲ្យ26អញ្ចឹងយើងមើលផ្ទាំងខាងនេះ800ជាកម្ពស់300ជា y ទទឹងរបស់វាហើយមាន web thickness flank thickness អញ្ចឹងវាមាន round 1 round 2ហើយនឹងមាន flank slope ratio អូខេអញ្ចឹងយើង apply អូខេបន្តទៀតយើងមើលមក material អញ្ចឹងចំពោះ material យើងអាចដូរបានដោយចុចលើ tray 3បន្តទៀតយើងរើសឈ្មោះ material របស់យើងដែលយើងចង់ដាក់អញ្ចឹងឈ្មោះវាគឺ SS 400 apply អូខេអញ្ចឹងយើងចាប់ផ្ដើម model យើង pick ទីតាំងដែលយើងចង់ model ហើយយើង pick នៅទីតាំងមួយនេះអញ្ចឹងយើងបាន column របស់យើងហើយអញ្ចឹងយើងមើល column របស់យើង top 5000 bottom 0អញ្ចឹង5000នេះគឺជា level ខាងនេះខាង bottom នេះក៏ជា level អញ្ចឹងឧទាហរណ៍ថាជាខាង bottom យើងចង់បាន level 1 ម៉ែត្រអញ្ចឹងយើងដាក់ 1000 ជា modify អញ្ចឹងវាឡើងលើអញ្ចឹងខាងលើវានៅតែ top level វានៅតែ 5000 ទៅដែរអញ្ចឹងយើងឃើញប្រវែង column របស់យើង 4000ទៅទៀតចំពោះទីតាំង position អញ្ចឹងយើងចង់ rotate វា vertical យើងដូរពី middle មក down យើង modify អញ្ចឹងយើងឃើញវាចុះមកក្រោមដើម្បីងាយមើលយល់យើងអាចបឋមនេះយើងដាក់0ទៅវិញយើង modify អញ្ចឹងយើងឃើញវាលក្ខណៈបែបនេះអញ្ចឹងបើសិនជាវា up វាទៅមុខ middle អញ្ចឹងវាបកមកទៅដែរចំពោះ rotation យើងអាច rotation 90តាម degree តាមមុំរបស់យើង modify ឬក៏យើងដាក់90ទៀតវាបកមកបែបនេះវិញអូខេចំពោះ horizontal middle ឬក៏ left អញ្ចឹងវាមកខាង left right អញ្ចឹងគឺបែបនេះ